អូវ៉ាន់ขนาด25 លីត្រសម្រាប់បងៗដែលចង់បានមិនធំពេកមិនតូចពេកប្រើជាលក្ខណៈគ្រួសារល្មមដាក់នៅក្នុងផ្ទះបាយអត់ឆ្អៀតអាំងសាច់មាន់មួយទាំងមូលបានអាំងសាច់ត្រីបានអាំងសាច់បានគ្រប់ប្រភេទដុតនំខេកក៏បានដែរបងៗខុកឃីខាប់ខេកប្រើបានតាមតម្រូវការអាំងនំប៉័ងកណ្ដៅនំប៉័ងដុតភីសាបានទំហំអូវ៉ាន់នេះขนาด25 លីត្របងៗហើយទំហំថាសនិងទំហំម៉ាស៊ីននេះខ្ញុំដាក់នៅក្នុងវីដេអូនេះណាបងៗម៉ូដនេះមានថាសអាំងសាច់2ជាន់ណាបងៗមានថាសធម្មតានឹងមួយហើយនឹងថាសចង្អើរបន្ថែមពីនឹងមានប្រដាប់ចាប់ថាសដូចនេះខ្ញុំកំពុងកាន់បង្ហាញជូនហ្នឹងបងៗការពីការលាកដៃកុងតាក់ម៉ាស៊ីនមាន3នៅចំហៀងខាងស្ដាំដៃហ្នឹងបងទី1នេះកុងតាក់កម្ដៅមានដល់ទៅ230អង្សាហើយកុងតាក់កណ្ដាលនេះសម្រាប់កំណត់ resistance កម្ដៅចេញពីខាងក្រោមបងអាចមើលចំណុចត្រេនេះបានណាអានេះចេញពីខាងលើហើយនឹងមួយទៀតនេះក្ដៅទាំងលើទាំងក្រោមអញ្ចឹងបងអាចសេរីបានតាមតម្រូវការនៅពេលដែលចម្អិនសាច់ឬក៏ចម្អិននំផ្សេងយើងអាចប្រើកម្ដៅទាំងលើទាំងក្រោមក៏បានពីលើក៏បានឬក៏ខាងក្រោមក៏បានទៅតាមប្រភេទនំហើយនឹងកុងតាក់ខាងក្រោមគេនេះគឺប្រើសម្រាប់កំណត់នាទីបងចង់ឲ្យខ្ញុំណែនាំអូវ៉ាន់មួយណាដែលល្មមប្រើជាលក្ខណៈគ្រួសារនេះខ្ញុំសូមណែនាំម៉ូដនេះណាបងខនាដ25 លីត្រហើយតម្លៃក៏ល្អសមរម្យទៀតបង